ចេះរូបមន្តមួយមុខនេះប្រកាសជាពុកម៉ែបងប្អូនលែងទុកផ្លែល្វាឲ្យទុំជ្រុះលើដីទៀតហើយនិយាយថានៅផ្ទះបងប្អូនហើយពីមុនមានផ្លែល្វាពីរដើមក្រោយផ្ទះអ្នកម្ដាយទុំជ្រុះចោលតែម្ដងបន្ទាប់ពីដឹងថាល្វាអាចជ្រក់បានយ៉ាងឆ្ងាញ់នាងខ្ញុំឲ្យតែមានផ្លែខ្ចីគឺជ្រក់បញ្ចេះដាច់ទេបងប្អូនថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបជ្រក់ផ្លែល្វាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនយើងធ្លាប់តែទុកឲ្យជ្រុះចោលអញ្ចឹងណាឥឡូវកំពុងតែបេះផ្លែល្វានិយាយថាល្អមែនតើបងប្អូនហើយនៅផ្ទះអ្នកម្ដាយមានពីរដើមផ្លែខួបប្រាំងខួបភាសាទាំងឆ្កោមតែម្ដងហើយសម្រាប់ផ្លែល្វាយើងបេះយករឹងខ្ចីបងប្អូនបានជ្រក់ទៅឆ្ងាញ់នៅសាច់ហាប់ណែនឥឡូវយើងមកមើលគ្រឿងផ្សំគោលវិញម្ដងគឺមានគល់ស្គ្រៃក៏ដូចជារំដេងហើយគ្រឿងផ្សំបន្ទាប់ទៀតមានជាមួយម្ទេសក៏ដូចជាខ្ទឹមសចំពោះក្រូចឆ្មាគឺយើងប្រើសម្រាប់ដាក់នៅក្នុងទឹកដើម្បីកាត់ជ័រផ្លែល្វាបងប្អូននៅពេលដែលយើងកាត់វាជាពីរហើយយើងដាក់ទឹកក្រូចឆ្មានៅក្នុងទឹកហើយយើងត្រូវកាត់ផ្លែល្វារបស់យើងដែលខ្ចីហ្នឹងចាត្រាំជាមួយនឹងទឹកក្រូចឆ្មាដើម្បីឲ្យវាកាត់ជ័របានស្អាតបន្ទាប់ពីកាត់ផ្លែល្វារបស់យើងបានគ្រប់ចំនួនហើយឬក៏តាមបរិមាណដែលយើងត្រូវជ្រក់យើងត្រូវត្រាំជាមួយនឹងទឹកក្រូចឆ្មាមួយសន្ទុះសិនណាដើម្បីឲ្យវាកាត់ជ័របានស្អាតអញ្ចឹងបងប្អូនហើយយើងត្រាំទុកចោលយើងមកហាន់គល់ស្គ្រៃចំណែកឲ្យគល់ស្គ្រៃបងប្អូនហាន់រៀងបច្ឆាបន្តិចក៏បានដែរព្រោះมันតម្រូវឲ្យយើងបុកម៉ត់ទេបងប្អូនជាមួយនឹងរំដេងហាន់ល្អិតមកហើយយើងបុកបញ្ចូលគ្នាពីមុខហ្នឹងបងប្អូនហើយមិនម៉ត់ប្រមាណទេព្រោះអីជ្រក់មុខនេះខ្ញុំត្រូវការបុករៀងម៉ត់ល្មមទេអត់ម៉ត់ខ្លាំងទេបុកពីមុខនេះបញ្ចូលគ្នារៀងម៉ត់បន្តិចហើយក៏បន្ថែមជាមួយនឹងខ្ទឹមសក៏ដូចជានឹងម្ទេសផងដែរបន្ទាប់មកទៀតក៏យើងបុកបញ្ចូលគ្នាឲ្យម៉ត់ល្មមបងប្អូនហើយក៏យើងទុកវាសិនទៅក៏ចាប់ផ្ដើមយកផ្លែល្វាដែលយើងបានត្រាំទឹកជ្រោចឆ្មាហ្នឹងយកមកលាងជំរះជាមួយនឹងទឹកស្អាតពីប៊ិចទឹកសិនណាបងប្អូនដោយសារតែជ័ររបស់វាហ្នឹងគឺច្រើនមែនតើណាបងប្អូនបន្ទាប់ពីយើងលាងផ្លែល្វារួចហើយក៏ទុកឲ្យស្រស់ទឹកបន្តិចទៅងាកមកធ្វើទឹកត្រីដើម្បីជ្រក់វិញម្ដងចំពោះទឹកត្រីជ្រក់នេះដែរគឺនាងខ្ញុំប្រើទឹកត្រីមួយកូនចានចង្កឹះលាយជាមួយនឹងស្ករត្នោតមួយកូនវែកតូចចំណែកឯប៊ីចេងគឺកន្លះកូនវែកតូចនេះណាហើយលាយជាមួយនឹងទឹកស្អាតមួយកូនចានចង្កឹះបន្ទាប់មកទៀតក៏កូរឲ្យរលាយស្កររបស់យើងដាំនៅលើភ្លើងកូរឲ្យវាពុះបងប្អូនបន្ទាប់ពីពុះរួចមកក៏យើងលើកចុះទុកឲ្យវាក្តៅអ៊ុនងាយស្រួលក្នុងការជ្រក់ហើយចំពោះផ្លែល្វាបងប្អូនមុននឹងយកជ្រក់គឺយើងត្រូវលាយគ្រឿងដែលយើងបានបុកបំបាញ់មិញមានខ្ទឹមសជាមួយនឹងគល់ស្គ្រៃរំដេងជាពិសេសគឺម្ទេសនឹងឯង4មុខហ្នឹងបងប្អូនច្បល់ឲ្យសពចូលគ្នាតែម្ដងនិយាយពីថាគាត់តែច្បល់ហើយនិយាយពីក្លិនវិញគួរឲ្យចង់ញ៉ាំតែម្ដងណាបន្ទាប់ពីយើងច្បល់ផ្លែល្វាជាមួយនឹងគ្រឿងបុករួចមកក៏ចាប់ផ្ដើមដាក់ចូលកែវកដុងឬក៏កំប៉ុងអីក៏បានដែរបងប្អូនតាមដែលយើងមានហ្នឹងមកហើយបន្ទាប់មកទៀតក៏បន្ថែមនឹងគល់ស្គ្រៃដែលយើងបានបុកលាយគ្រឿងរបស់យើងហ្នឹងបន្តិចផងដែរពីលើកែវហ្នឹងបងប្អូនពីលើផ្លែល្វាហ្នឹងហើយក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងទឹកត្រីដែលក្តៅអ៊ុនដែលយើងបានដាំទុកបំបាញ់មិញនឹងឯងចំពោះទឹកត្រីគឺយើងដាក់ម្លិចផ្លែល្វាទើបយើងក្របគម្របកែវរបស់យើងទុកបងប្អូនហើយសម្រាប់ជ្រក់ផ្លែល្វានេះដែរយើងទុករយៈពេល2យប់បានជូរជ្រះឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់ពីនាងខ្ញុំទុករយៈពេល2យប់ហើយផ្លែល្វារបស់យើងក៏ក្លាយទៅជាជ្រក់ដ៏ឈ្ងុយឆ្ងាញ់តែម្ដងគ្រាន់តែបើកគម្របកែវភ្លៀងបងប្អូនហើយនិយាយពីថាឈ្ងុយពេញផ្ទះតែម្ដងហើយបាននិយាយពីរសជាតិរបស់គេវិញគឺជូរជ្រះហើយស្រួយខ្ញောက်ពេញមាត់តែម្ដងជាពិសេសត្រូវគ្នាជាមួយនឹងងៀតគោងៀតក្របីឬងៀតត្រីអីក៏បានដែរបានអាជាទៀតរឹតតែត្រូវគ្នាហើយបើបានបាយកកទៀតបងប្អូនរឹតតែពិសេសថែមទៀតប្រសិនបើនៅផ្ទះពុកម៉ែបងប្អូនមានផ្លែល្វាខ្ចីអីកុំទុកឲ្យទុំជ្រុះចោលបងប្អូនអាចយកមកធ្វើជ្រក់ញ៉ាំបានធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដងអរគុណជម្រាបលា